ជុំរៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងដូចជាខានជួបគ្នាយូរដែរហើយដោយសារខ្ញុំមកស្រកទៅអត់បានសូវជីអានសាច់រឿងឲ្យពុកម៉ែបងប្អូនស្ដាប់ទេប៉ុន្តែថ្ងៃនេះយើងបានមកវិញទៀតហើយដោយរឿងនោះមានចំណងជើងថាក្តីស្រឡាញ់ក្រៅរបងផ្ទះដូច្នេះហើយយើងចូលមកសាច់រឿងយើងទាំងម្ដងមកពន្លឺព្រះអាទិត្យពេលរសៀលបានចាងធ្លុះកាត់តាមសន្លឹកមេឃឈើបង្កើតបានជាស្រមោអុចនៅលើវាស្មៅស្ងួតនិងកំណោចម្បើងក្រោយផ្ទះនៅទីនោះលោកតាមើលដែលមានវ័យជិត80ឆ្នាំទៅហើយកំពុងអង្គុយផ្អែកខ្នងទៅនឹងដើមឈើធំមួយស្បែកដែលជ្រាវជ្រោយនិងសម្បុរខ្មៅស្រអែមរបស់គាត់គឺជាសក្ខីភាពនៃហត់ដែលគាត់បានឆ្លងកាត់ពេញមួយជីវិតដើម្បីចិញ្ចឹមបីបាច់គ្រួសារនៅក្បែរជើងរបស់គាត់នារីដែលជាចៅស្រីមណ្ឌលចិត្តកំពុងកេងលើភក់ចម្បើងដោយក្តីសោកនារីទៅតែត្រឡប់មកពីសាលារៀននិងមិនបានដូរខោអាវផងក៏រត់មកក្បែរលោកតាព្រោះលោកតាគឺជាពិភពលោកទាំងមូលរបស់នាងសម្លឹងមើលទៅលើមេឃទាំងញញឹមស្ដាប់លោកតានិយាយរឿងនិទានបុរាណនិងជីវិតកាលពីសម័យមុនលោកតាតើកាលពីមុនលោកតាធ្លាប់ហត់ទេនារីសួរទាំងកៅថ្មេកថ្លើខ្ញុំលោកតាញញឹមបង្ហាញថ្មិញដែលនៅសេសសល់បន្តិចបន្តួចរួចបង្អែលក្បាលចៅស្រីថ្នមឲ្យតែឃើញចៅរៀនសូត្រពូកែនិងមានសេចក្តីសោកតែគ្មានពាក្យទៅហត់ទេកូននៅពីក្រោយពូកែមានបុរសម្នាក់ដែលជាឪពុករបស់នារីបានឈរមើលដោយទឹកមុខស្មុគស្មាញបន្តិចគាត់តែងតែត្រឡប់មកពីធ្វើការស្រែចម្ការទាំងក្តៅហើយទោះបីជាគាត់នឿយហត់ប៉ុន្តែនៅពេលឃើញរូបភាពដ៏កក់ក្តៅរវាងឪពុកជារារបស់ខ្លួននិងកូនស្រីទឹកមុខដែលតានតឹងរបស់គាត់ក៏ចាប់ផ្ដើមធូរស្រាលគាត់ដឹងថាលោកតាមិនអាចនៅជាមួយពួកគេរហូតបានឡើយដូច្នេះរាល់នាទីដែលពួកគេចំណាយពេលជាមួយគ្នាគឺជាកាដូដ៏មានតម្លៃបំផុតរូបភាពមួយនេះមិនមែនគ្រាន់តែជាការសម្រាកលំហែកាយនោះទេប៉ុន្តែវាគឺជាការផ្ទេរនៅមរតកនៃក្តីស្រឡាញ់លោកតាមើលតែងតែបង្រៀននារីឲ្យស្គាល់ពីតម្លៃនៃដីស្រែឲ្យស្គាល់ពីការដឹងគុណនិងភាពអត់ធ្មត់សម្រស់របស់នារីដែលកំពុងរីកស្គុះស្គាយកណ្ដាលវាលស្រែប្រៀបដូចជាផ្កាឈូកដែលដោះចេញពីភក់ជ្រាំនៃភាពក្រីក្រប៉ុន្តែរឹងមាំដោយសារមានឫសកែវដ៏រឹងមាំគឺលោកតារឿងរ៉ាវនេះបានបង្រៀនឲ្យយើងថាសេចក្តីសុខពិតប្រាកដមិនមែនស្ថិតនៅលើទ្រព្យសម្បត្តិមហាសាលនោះទេប៉ុន្តែវាស្ថិតនៅលើភាពកក់ក្ដៅនៃគ្រួសារនិងការចេះផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកក្នុងពេលដែលនៅមានដង្ហើមច្រើនឆ្នាំកន្លងផុតទៅនារីបានធំពេញវ័យហើយនាងត្រូវចាក់ចែងពីភូមិកំណើតដើម្បីទៅបន្តការសិក្សានៅទីក្រុងភ្នំពេញថ្ងៃដែលនាងត្រូវចេញដំណើរលោកតាមើលមិនបានមកជូនដំណើរដល់ឡានឈ្នួលឡើយគាត់គ្រាន់តែអង្គុយនៅលើគ្រែក្រោមដើមឈើដដែលនោះហើយហុចកញ្ចប់តូចមួយដែលរុំដោយក្រមាចាស់ឲ្យនាងយកទៅកូនទៅគ្រាន់ចង់ដាយពេលកូនរៀនចប់តែគ្មានអ្វីក្រៅពីដីស្រែនិងកម្លាំងដែលនៅសល់បន្តិចបន្តួចនេះទេលោកតានិយាយទាំងសំឡេងញ័រនៅពេលនារីបើកមើលក្នុងឡាននាងឃើញខ្សែករូបព្រះតូចមួយដូចដែលលោកតាពាក់ក្នុងរូបថតនិងប្រាក់សន្សំដែលលោកតាច្រកក្នុងថង់ប្លាស្ទិកយ៉ាងត្រឹមត្រូវទឹកថ្មិចនឹងក៏ហូរមកដោយមិនដឹងខ្លួនជីវិតនៅទីក្រុងមានភាពអ៊ូអរនិងសម្បូរបែបប៉ុន្តែនារីតែងតែនឹកឃើញដល់ក្លិនចម្បើងនិងស្ញាំញញឹមជ្រាវជ្រោយរបស់លោកតាជានិច្ចរៀងរាល់យប់មុនពេលចូលគេងនាងតែងតែយកខ្សែរូបព្រះនោះមកកាន់ហើយនឹកដល់សម្ដីលោកតាដែលថាទោះជាកូនហោះទៅដល់ទីណាកុំភ្លេចដីដែលកូនធ្លាប់ដើរ
រហូតដល់ថ្ងៃមួយឪពុករបស់នាងបានទូរស័ព្ទមកទាំងអូដំកនារីលោកតាចង់ជួបកូនជាលើកចុងក្រោយនារីប្រញាប់ត្រឡប់មកផ្ទះទាំងយប់នាងបានឃើញលោកតាកំពុងគេងនៅលើគ្រែពាក់ពើងក្រោមដើមឈើដដែលដែលពួកគេធ្លាប់គេងលេងជាមួយគ្នាលោកតាមិនអាចនិយាយរួចទេគាត់គ្រាន់តែហុចដាយដែលញួរទៅត្រឹកមកកាន់ដៃចៅស្រីនារីអោននៅខ្សឹបក្បែរត្រចៀកលោកតាថាលោកតាខ្ញុំរៀនចប់ហើយខ្ញុំនឹងយកចំណេះដឹងដែលលោកតាធ្លាប់ប្រដៅមកជួយអ្នកភូមិយើងមកមើលថែដីស្រែដែលលោកតាស្រឡាញ់លោកតាសម្រាប់ចុះណាស្ញាំញញឹមបន្តិចបានសេចក្តីឡើងនៅលើផ្ទៃមុខលោកតាមើលមុនពេលគាត់បិទថ្មីទៅដោយសេចក្តីសោកបំផុតគាត់បានចាក់ចែងទៅប៉ុន្តែគេឈ្មោះនិងដំបូន្មានរបស់គាត់បានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងរបស់នារីប៉ុន្មានឆ្នាំមកភូមិដែលធ្លាប់តែស្ងប់ស្ងាត់បានប្រែជាមានសកម្មភាពជាងមុននារីបានបង្កើតបណ្ណាល័យតូចមួយសម្រាប់ក្មេងៗនៅក្នុងភូមិនិងជួយបង្រៀនបច្ចេកទេសកសិកម្មថ្មីៗដល់អ្នកស្រែនៅមុខបណ្ណាល័យនោះមានរូបថតដ៏ធំមួយដែលនាងបានពង្រីកទុកគឺជារូបថតកាលពីនាងនៅក្មេងដែលកំពុងគេងក្បែរលោកតាមើលនៅគំនរចម្បើងរូបថតនោះបានក្លាយជាប្រភពកម្លាំងចិត្តសម្រាប់ក្មេងចំនួនក្រោយឲ្យដឹងថាសេចក្តីស្រឡាញ់ពីដូនតាគឺជាពន្លឺបំភ្លឺផ្លូវទៅកាន់អនាគតកាលពីគ្រានោះបុរសដែលឈរនៅពីក្រោយក្នុងរូបភាពគឺសុកដែលជាឪពុករបស់នារីក្នុងកៅថ្មីរបស់គាត់កាលនោះមិនមែនមានតែភាពនឿយហត់ទេប៉ុន្តែវាបង្កដោយការបារម្ភយ៉ាងខ្លាំងសុកដឹងថាឪពុករបស់គាត់លោកតាមើលកំពុងតែចុះខ្សោយកម្លាំងពីមួយថ្ងៃទៅមួយថ្ងៃហើយកូនស្រីរបស់គាត់នោះកំពុងតែធំឡើងផងដែរដែលត្រូវការប្រាក់កាក់ច្រើនសម្រាប់រៀនសូត្របន្តក្រោយពេលលោកតាមើលចែកឋានទៅសុកបានផាយជាអ្នកបន្តវេនមើលថែដីស្រែទាំងបង្ខំចិត្តគាត់ធ្លាប់កាត់ចង់លក់ដីស្រែនោះទៅឲ្យអ្នកមានទ្រព្យដើម្បីយកប្រាក់មកធ្វើផ្ទះធំនិងឲ្យនារីរស់នៅស្រួលនៅទីក្រុងភ្នំពេញឲ្យទៅយប់មួយនោះសុកបានអង្គុយម្នាក់ឯងនៅកន្លែងដែលលោកតានិងនារីធ្លាប់គេងលេងក្នុងរូបថតគាត់បាននឹកឃើញដល់សម្ដីចុងក្រោយរបស់លោកតាផ្ដាំថាសុកអើយដីនេះមិនមែនគ្រាន់តែជាដីស្រែទេវាគឺជាដង្ហើមរបស់ពូជវងយើងបើឯងលក់វាឯងនឹងបាត់បង់ឫសគល់ខ្លួនឯងហើយសុកក៏សម្រេចចិត្តមិនលក់ដីនោះឡើយគាត់សុខចិត្តខំធ្វើការធ្ងន់ទ្វេដងទាំងយប់ទាំងថ្ងៃដើម្បីផ្ដល់ឲ្យនារីឲ្យរៀនចប់នៅទីក្រុងភ្នំពេញនោះដើម្បីយកចំណេះដែលចេះដឹងនោះមកជួយដល់ក្មេងៗនៅស្រុកស្រែចម្ការយើងនឹងឯងទឹកមុខស្រពោនក្នុងរូបថតកាលពីមុនបានប្រែមកជាទឹកមុខមឿមនិងមានមោទនភាពនៅពេលឃើញកូនត្រឡប់មកជួយអភិវឌ្ឍភូមិកំណើតវិញដល់ឆ្នាំក្រោយមកនារីបានរៀបការនិងមានកូនប្រុសតូចម្នាក់ឈ្មោះមើលដាក់ឈ្មោះតាមលោកតាថ្ងៃមួយក្នុងរដូវប្រមូលផលនារីបាននាំកូនប្រុសមកលេងស្រែនៅក្រោមដើមឈើដដែលនោះសុកដែលឥឡូវនេះសុកចាប់ផ្ដើមខ្មៅដោះស្កូវនិងមានរូបរាងដូចលោកតាមើលបេះបិទបានអង្គុយលើចំបើងរួចហៅចៅប្រុសឲ្យមកពេញក្បែរមើលមកនេះចៅតានឹងនិយាយរឿងលោកតាទូដោយស្ដាប់សុកនិយាយទាំងញញឹមខណៈនារីឈរមើលពីក្រោយរួចលើកទូរស័ព្ទថតរូបភាពនោះទុករូបថតថ្មីដែលនារីបានថតមានទិដ្ឋភាពដូចគ្នាបេះបិទទៅនឹងរូបថតកាលពី20ឆ្នាំមុនវាខុសត្រង់ថាក្មេងស្រីក្នុងរូបមុននារីឥឡូវក្លាយជាអ្នកឈរមើលពីក្រោយជំនួសតំណែងឪពុកដែលឈរមើលពីក្រោយសុកឥឡូវក្លាយជាអង្គុយលើចំបើងជំនួសតំណែងរបស់លោកតាហើយកូនប្រុសតូចគឺជាអ្នកដែលគេស្ដាប់រឿងនិទាន
ចំណុះដំណែងរបស់នារីជីវិតមនុស្សម្នាក់ប្រៀបដូចជាវដ្តរសង្សារមនុស្សចាស់ទៅមនុស្សថ្មីកើតមកប៉ុន្តែអ្វីដែលនៅស្ថិតស្ថេររហូតនោះគឺក្តីស្រឡាញ់និងការដឹងគុណដែលត្រូវបានបញ្ចូលពីចំនួនមួយទៅចំនួនមួយទៀតមិនចេះចប់មិនចេះហើយគ្រប់ស្នាមជ្រៅជ្រោញលើស្បែកលោកតាគឺជាសញ្ញាបត្រនៃជីវិតដែលគាត់ប្រគល់ឲ្យកូនចៅដើម្បីឲ្យពួកគេមានថ្ងៃនេះរឿងនេះក៏សន្មត់ថាចប់ដោយបរិបូរណ៍